បាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាបាទមកជួបខ្ញុំសាជាថ្មីទៀតហើយបាទនេះជាមួយនឹងក្មេងស្រីចាណាមហើយនឹងអូនលំផាត់បាទដូចវីដេអូខ្ញុំបានផុសលមុនអញ្ចឹងបងប្អូនបានឃើញហើយគឺលំផាត់ហើយនឹងចាណាមបាទភាគច្រើនគឺព្រោះបងប្អូនភាគច្រើនគាត់ចូលចិត្តតាមដាននិងគាត់ចូលចិត្តមើលនៅកូនដំដីកំសត់ទាំងពីរនេះបាទហើយកូនដំដីកំសត់ទាំងពីរនេះគឺsẽមានប្រវត្តិតែថាត្រូវបានម្ដាយបោះបង់ចោលចាណាមហើយអូនលំផាត់គឺត្រូវជាប់តាក់គេបាទជាប់តាក់អញ្ចឹងទៅបានម្ដាយបោះបង់ចោលដែរដោយសារស្មានតាមិនអាចរួចអញ្ចឹងទៅមកម្ដាយគាត់ទៅបាត់ក្នុងព្រៃបាត់ទៅអញ្ចឹងកូនដំដីទាំងពីរនេះគឺជាកំសត់ដូចគ្នាបាទហើយចាណាមគឺស្រីបាទហើយអូនលំផាត់យើងនេះគឺជាក្មេងតូចដែលលប៉ិលលពោចបាទខូចបាទគេជាក្មេងតូចមួយដែលថាពូកែចេះដែរបាទហើយគេស្រឡាញ់ឪគេយល់ទេឪធွာគេខាងក្រោយដែលចិញ្ចឹមគេនៅប៉ុណ្ណេះបាទនៅចិត្តមកខួបហើយអូនលំផាត់បាទចិញ្ចឹមគេតាំងពីប្រហែលដូចជាយកមកដូច3 4 5ខែបាទ4 5ខែ1ខែហ្នឹងប្រហែលប៉ុណ្ណឹងខ្ញុំចាំស្រូវច្បាស់ដែរហើយរហូតដល់ឥឡូវគេឡើង10ខែ11ខែបាទប្រហែល11ខែហ្នឹងបាទអញ្ចឹងគេចិត្តមកខួបហើយធំហើយបាទឥឡូវផាណានៃហើយក៏ខូចដែរបាទចេះហែកទឹកចេះលេងបាល់ចេះអីតែនៅបើទៅឡើយទេបងប្អូនបាទនៅបើឡើយទេមិនទាន់ចេះស៊ីចំណីដូចជាចំណាមឡើយទេបើចំណាមគេអត់បើទេគឺគេស៊ីចំណីបាទដូចពៅដូចអីហ្នឹងបាទគេចេះហើយបាទគេចេះទៅពីអីអញ្ចឹងដូចយើងទាំងស្រាប់ឯក្មេងយើងតាអាយុរៀងមកខួបជាងបាទចេះញ៉ាំបាយញ៉ាំអីអញ្ចឹងណាមកខួបជាងអីអញ្ចឹងទៅបាទហើយដូចលំផាត់ក៏ចឹងដែរគេទុំបើឡើយបាទហើយបើច្រើនហើយក៏មានបងប្អូនសពធម៌ដែលគាត់ទៅលេងហ្នឹងបានជួយឧបត្ថម្ភខ្លះបាទដូចជាដោះគោថវិកាទិញទួចជួយដល់ក្រុមការងារក៏ដូចអូនលំផាត់ដើម្បីមានលទ្ធភាពក្នុងការទិញដោះគោឲ្យប្អូនឲ្យអូនលំផាត់បាទអូសិនលើកជើងទៀតបាទដើរសិនលើកជើងលើកអីទៀតអញ្ចឹងគេចេះគេឥឡូវគេចេះបាទហើយប្រម៉ោយគេទូចបាទប្រម៉ោយគេហ្នឹងគឺទូចខ្ជូតមែនតើបាទខ្ជូតទូចអូមើលទៅបាទនិយាយទៅគេហើយពេលខ្លះបាទដូចជាម៉ោង2ដូចឃើញក្រុមការងារគាត់បានយកលំផាត់ដើរលេងក្នុងព្រៃបាទហើយជាម៉ោង2ដើរលេងនៅក្នុងព្រៃក្នុងអីនៅក្នុងសួនសត្វមុនម៉ៅហ្នឹងបាទចេញមកក្រៅជាមួយឡាក់គីអញ្ចឹងម៉ោង2អីបងប្អូនអាចទៅលេងដល់ម៉ោង2អាចទស្សនាឃើញនៅខាងក្រៅហើយបាទគឺអូនលំផាត់ទៅលេងនៅខាងក្រៅហ្នឹងជាមួយឡាក់គីដើរក្នុងព្រៃអីលេងហ្នឹងបាទអញ្ចឹងគេមិនអាចដាក់ឲ្យគេគ្នានៅក្នុងក្លោអបសក់អីអញ្ចឹងណាដោយសារមួយរយៈនេះបងប្អូនយើងអត់សូវទៅលេងបាទអញ្ចឹងវីដេអូខ្ញុំមានប៉ុណ្ណេះបាទអរគុណចាស់ជំរាបលាចាំជួបគ្នានៅវីដេអូក្រោយៗទៀតបាទជាមួយនឹងសត្វព្រៃនៅក្នុងប្រជាជាតិចក្រកម្ពុជាព្រោះអីមានសត្វខ្លះបងប្អូនស្គាល់សត្វខ្លះបងប្អូនស្គាល់អញ្ចឹងបាទអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយទៀតបាទបាយបាយអរគុណចាស់ជំរាបលាកុំភ្លេចជួយ share ជួយ like និងជួយ subscribe ដល់ channel របស់ខ្ញុំផងបាទអរគុណចាស់ជំរាបលាបាយបាយ